នៅទូទាំងពិភពលោកនិស្សិតជាច្រើនក៏ដូចជាសិស្សជាច្រើនកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាដ៏ធំមួយនៅក្នុងជីវិតនោះគឺការជ្រើសរើសជំនាញមុនពេលដែលពួកគេឈានជើងចូលទៅក្នុងសាកលវិទ្យាល័យដែលយើងហៅថាឧត្តមសិក្សាតែការសម្រេចចិត្តនៃការជ្រើសរើសជំនាញនោះស្របទៅតាមបេះដូងខ្លួនឯងទៅតាមទីផ្សារការងារបច្ចុប្បន្នឬក៏ទៅតាមតម្រូវការគ្រួសារហើយដូច្នេះផងដែរខ្ញុំឡើងមកថ្ងៃនេះនឹងឡើងមកឆ្លើយនៅសំណួរក៏ដូចជាមានសំណួរចោទសួរជាច្រើនតាក់ទងនឹងថាមុនចូលឧត្តមសិក្សាតើគូជ្រើសរើសជំនាញទៅតាមគ្រួសារទីផ្សារឬបេះដូងដែលខ្លួនឯងស្រឡាញ់ជាបឋមនាងខ្ញុំសូមគោរពជម្រាបសួរនាងខ្ញុំសោមសេរីនុតជានិស្សិតច្បាប់នៃសាកលវិទ្យាល័យ Belty អន្តរជាតិសូមឡើងមកឆ្លើយនឹងបញ្ហាខាងលើដោយលើកជាមួយនឹងទិន្នន័យជាសកលមួយចំនួនបូករួមជាមួយនឹងការងារបច្ចុប្បន្នដែលជាតម្រូវការពិតប្រាកដជាទូទៅយើងដឹងហើយថានិស្សិតពេលដែលពួកគាត់បញ្ចប់នៅជំនាញនីមួយៗបញ្ហាកង្វល់នោះគឺថាតើការងារដែលគាត់ធ្វើនេះវាត្រូវជាមួយនឹងបេះដូងរបស់គាត់អត់ជំនាញដែលគាត់រៀនចប់តើវាមានទីផ្សារឬអត់តើគ្រួសាររបស់គាត់គ្រប់គ្រងពួកគាត់ឬអត់ហើយនេះផងដែរបើយើងកលែកទៅមើលទិន្នន័យមួយចំនួនធំរបស់ពិភពលោកដែលគេបានធ្វើការស្រង់មតិថានិស្សិតចន្លោះពី43ទៅ81%បានជ្រើសរើសជំនាញទៅតាមបេះដូងដែលពួកគេស្រឡាញ់ប៉ុន្តែក្នុងនោះផងដែរក៏មានចន្លោះពី38ទៅ51%ជ្រើសរើសទៅតាមទីផ្សារការងារបច្ចុប្បន្នហើយ16ទៅ18%កន្លះគឺជ្រើសរើសទៅតាមអ្វីដែលគ្រួសាររបស់ពួកគេរំពឹងទុកទៅលើខ្លួនរបស់ពួកគេតែបញ្ហាទាំងអស់នេះនិស្សិតឬក៏សិស្សដែលបញ្ចប់ទី12នេះគាត់ត្រូវធ្វើបែបណាបញ្ហាចម្បងឬក៏ជាបញ្ហាដែលជ្រើសរើសធំបំផុតនោះគឺធ្វើតាមអ្វីដែលខ្លួនឯងស្រឡាញ់តែក៏ស្របជាមួយបរិបទការងារតែក៏មានការគ្រប់គ្រងពីគ្រួសារផងដែរគ្រួសារជាអ្នក support យើងពីក្រៅខ្នងយើងមិនអាចធ្វើការតបតទាំងស្រុងប៉ុន្តែក៏មិនអាចធ្វើតាមដោយប្រឆាំងជាមួយនឹងបេះដូងខ្លួនឯងអ្វីដែលជាគន្លឹះសំខាន់នោះគឺឈរនៅលើតុល្យភាពនៃលក្ខខណ្ឌទាំង3ឲ្យវាស្របទៅតាមអ្វីដែលយើងស្រឡាញ់បរិបទការងារនិងគ្រួសារដែលកំពុងតែគ្រប់គ្រងយើងពន្យល់ណែនាំនិងស្វែងរកកន្លែងណាដែលមានគ្រប់នៅជំនាញដែលយើងចង់រៀនចង់បានចង់ចេះហើយពេលដែលយើងរៀនចប់យើងអាចធ្វើអ្វីដែលយើងស្រឡាញ់បានក្នុងនោះផងដែរនៅសាកលវិទ្យាល័យ Belty អន្តរជាតិមិនមែនជាបញ្ហានោះទេយើងមានរហូតដល់13មហាវិទ្យាល័យរងចាំសិស្សនិស្សិតសម្រាប់ចូលមកសិក្សាអ្នកទាំងអស់គ្នារៀនខុសជំនាញអាចផ្លាស់ប្ដូរជំនាញភ្លាមៗនៅក្នុងសាកលតែមួយយើងមិនបាច់ចាំធ្វើការផ្លាស់ប្ដូរសាកលវិទ្យាល័យពីមួយទៅមួយប៉ុន្តែអាចធ្វើការផ្លាស់ប្ដូរពីមហាវិទ្យាល័យមួយទៅមហាវិទ្យាល័យមួយដែលស្ថិតនៅក្នុងសាកលវិទ្យាល័យតែមួយនេះជាជម្រើសដ៏ល្អបំផុតសម្រាប់សិស្សដែលពិបាកក្នុងការសម្រេចចិត្តប្រសិនជាចង់បានទីប្រឹក្សាអាចធ្វើការសាកសួរព័ត៌មាននិងចូលមកកាន់សាកលវិទ្យាល័យ Belty ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សចា៎សូមអរគុណBelty International University, the future of global leaders.